Hello សួស្តីអ្នកនរគ្នាបាទជាងត្រឡប់ចូលនៅទៅជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឆូតភាគទី124បន្តទៀតតែពេលនេះដែរគឺល្អមើលខ្លាំងមែនទែនគឺតួអង្គដែលខ្ញុំទន្ទឹងរង់ចាំគឺបានបង្ហាញខ្លួននៅវគ្គនេះហើយគឺយេស៊ូជួយនឹងឯងគឺខ្លាំងមែនទែនហើយការសម្ដែងរបស់ខ្ញុំគឺលក្ខណៈថាចាំកន្លែងណាក៏និយាយកន្លែងហ្នឹងបាទគឺអត់មានកត់ត្រាអ្វីនោះទេឥឡូវយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅបន្ទាប់ពីហូយហាបានសម្លាប់នៅវ៉ាងជីហឹងជាមួយនឹងគ្នារបស់គាត់នឹងពួកគេក៏ត្រឡប់មកកាន់ជំរំវិញគឺទៅការពិភាក្សាជាមួយនឹងតែហើយរួមជាមួយនឹងគ្នារបស់ខ្លួនបន្តទៀតតែគាត់ត្រូវតែឡើងទៅកាន់កំពូលភ្នំមីងទូម្ដងទៀតបានជាដាច់ខាតបានហើយក៏មានការបកាយគ្នាផងដែរថាពួកគេនឹងមិនឲ្យហួយហាទៅទេដោយសារតែវានៅតែគ្រោះថ្នាក់ដដែលបានព្រោះថាលើកនេះគឺគ្រោះថ្នាក់ជាងលើកមុនទៀតគឺគាត់ត្រូវតែប្រឈមមុខជាមួយនឹងប្រាសាទមរណៈរបស់យេស៊ូថ្នាក់ទី10បើសិនជាបាញ់ប៉ះរាងកាយប្រកបជាស្លាប់មិនខាននោះទេតែចុងក្រោយហួយហានៅតែទៅបានដដែលបានលុះយប់ឡើងនឹងក៏តែហៅនឹងអ្នកបញ្ជូនហួយហាឡើងទៅកាន់កម្ពស់5គីឡូដីដដែលក៏ប៉ុន្តែមុនចាក់ចេញទៅគាត់ក៏បានបកគលនៅខ្សែកថ្មិញខ្លាបានដែលពុពេលរបស់គាត់នឹងបានបកគលលើគាត់នឹងទៅឲ្យហួយហាក៏វាមកជាខ្លាំងពួកគេក៏បានអរគុណគ្នាទៅវិញទៅមកបានហួយហាក៏បាននឹកឃើញទៅដល់អារម្មណ៍ពីអតីតកាលរបស់ខ្លួនផងដែរដែលធ្លាប់ឈឺចាប់ខ្លាំងណាស់នៅពេលដែលត្រូវពុកបបងចោលបែបនេះបានតែពេលនេះគាត់មានអារម្មណ៍ថាមួយប្លែកខុសពីមុនតែគាត់មិនធ្លាប់ទទួលបានបែបនេះនោះទេនៅពេលដែលគាត់ទម្លាក់ខ្លួនចូលមកខាងក្រោមនោះគាត់ក៏បានឃើញនៅឧបករណ៍សេតឡាយចាប់សញ្ញាដដែលក៏ប៉ុន្តែលើកនេះបើសិនជាហួយហាឲ្យវាចាប់ពីទីតាំងរបស់គាត់បានឧបករណ៍ដែលស្ថិតនៅលើកំពូលភ្នំគឺអាវុធនាទី10នឹងបាញ់មករកគាត់ភ្លាមតែម្ដងអញ្ចឹងគាត់ធ្វើយ៉ាងណាត្រូវតែជាឲ្យផតកុំឲ្យវាចាប់បានឯសហួយហាក៏បានហោះឆ្វែលទៅផ្នែកម្ខាងទៀតនៃភ្នំមីងទូនោះហើយគាត់ក៏បានឃើញនៅឧបករណ៍រារាំងនៅលើកំពូលភ្នំនោះផងដែរគឺរារាំងនៅធម្មវលស្មារតីរបស់សត្រូវហើយនឹងហួយហានឹងឯងអញ្ចឹងគាត់គិតថាគាត់មិនអាចបញ្ជាពេលបានតទៅទៀតនេះទេគាត់ត្រូវតែបបែកនៅរនាំងការពារស្មារតីនេះដើម្បីឡើងទៅលើកំពូលភ្នំឲ្យបានអញ្ចឹងគាត់ក៏ប្រើប្រាស់នៅភ្នែកនៃជវិសារបស់គាត់នឹងវាបហាទៅលើខែលនោះតែដាក់មិនបាយនោះទេគាត់ក៏ព្យាយាមវាបហាសាយជាថ្មីម្ដងទៀតដាក់ទៀតហើយពេលនោះក៏មនុស្សដែលនៅទីនោះក៏ទទួលបានសញ្ញាភ្លាមក៏បញ្ជូននៅគ្នារបស់ខ្លួននៅឧបករណ៍សូកាផ្សេងទៀតនោះមកវាបហាគាត់ហើយឧបករណ៍ថ្នាក់ទី10បាទគឺប្រាសាទមរណៈនោះក៏បានបង្ហាញខ្លួនវាចាប់ផ្ដើមលេចឡើងពីកំពូលភ្នំបន្តិចម្ដងបាទដូចជាចេញពីស្ថានីយ៍របស់ខ្លួនអញ្ចឹងហើយវាក៏បានលេចចេញនៅធម្មពលមួយយ៉ាងតែវាមិនមែនជាកម្មពលឺដែលធ្លាប់វិបហាទៅលើសូម៉ាសឺមកពីអាណាចក្រស៊ីងឡូកាលពីលើកមុននោះទេតែវាដូចជារលកនៃធម្មពលអញ្ចឹងក៏បានវិបហាទៅលើហួយហាក្នុងពេលនោះគឺធ្វើគាត់នឹងទប់លំនឹងខ្លួនមិនចង់ជាប់ព្រៀងកាត់ក៏បានធ្លាក់ទៅក្រោមភ្លាមតែស្មានល្អដែលថាងអូតុងនឹងក៏បានចេញមកជួយគាត់ក្នុងពេលនោះអញ្ចឹងនៅពេលដែលដឹងថាថាងអូតុងបានបង្កប់ខ្លួននៅទីនេះធ្វើគាត់នឹងខឹងខ្លាំងពួកគេក៏បានឆ្លុះប្រកែកគ្នាបានក៏សួរទៀតថានេះមកធ្វើអីនៅទីនេះនាងក៏និយាយទៀតថាអ្នកណាឲ្យលោកធ្វើជាបរិបរោតែម្នាក់ឯងនោះអញ្ចឹងសំណាងខ្លាំងមែនទែនដែលនាងចេញមកជួយហួយហាកំពុងតែជជែកគ្នានោះក៏សូមសើបិសាចដូចជា8នាក់បានអញ្ចឹងរស័យដូចជាស្ដាយខ្ញុំមិនដឹងថាគេនឹងដាក់ប្រមាណអ្នកនោះទេក៏បានចេញមកប្រឈមមុខជាមួយនឹងពួកគេក្នុងពេលនោះពួកគេជួបបញ្ហាធំហើយតែពួកនោះមិនបានវិបហាទៅលើហួយហាទាំងស្រុងទេលក្ខណៈថាវាពីចម្ងាយតែប៉ុណ្ណោះវស្ទុក្នុងមកក៏បានលើចេញនៅធម្មពលមួយយ៉ាងមានរាងដូចជារលកអញ្ចឹងបានមករកពួកគេបន្ទាប់មកក៏ហួយហាប្រើប្រាស់នៅដាវអធិរិរបស់ខ្លួននោះវិបហាវិញតែដូចជាប៉ះវាមិនបាននោះទេហើយធម្មពលនោះក៏បានរុញរាងកាយនៅទៅពេលនឹងខ្ទាទៅខាងក្រោយចឹងឆ្ងាយពួកគេព្យាបាលជាខ្លាំងតែនេះជាធម្មពលអីទៅអីក៏រុញពួកគេនឹងទៀតមួយឆ្ងាយបែបនេះជារួមគឺដឹងពីផែនការរបស់ហួយហាហើយធម្មពលនោះគឺរុញឲ្យពួកគេនឹងទៀតឲ្យឆ្ងាយតែពិតពួកគេនៅសល់តែចម្ងាយ800ម៉ែត្រទៀតនោះទេអាចឡើងទៅកាន់កំពូលភ្នំមីងទូហើយតែជាស្ដីបន្ទាប់ពីធម្មពលនោះវិបហាធ្វើពួកគេនឹងឃ្លាតកាន់តែឆ្ងាយជាងមុនទៅទៀតហើយពួកគេក៏បានពិភាក្សាគ្នាអំពីគោលដៅធ្វើយ៉ាងណាត្រូវតែឡើងទៅកាន់កំពូលភ្នំឲ្យបានជាដាច់ខាតហើយគាត់ក៏បានចាប់ທາງអូតុងនឹងមកដាក់ពីមុខខ្លួនដំបងស្មានតែយកទៅប្រឈមមុខជាមួយនឹងពួកសមត្ថបិសានោះហើយតែពិតគឺអត់នោះទេដោយប្រាប់ទៅកាន់នាងថាគាត់នឹងកវត្តហួយហានឹងឡើងទៅលើហើយមិនខ្វល់ថាមានរឿងអ្វីកើតឡើងនោះទេនាងត្រូវតែបញ្ញាប់ឡើងទៅលើកំពូលភ្នំនោះបានទោះបីជាហួយហាត្រូវស្លាប់បាត់បង់ជីវិតក៏ដោយនាងក៏យល់ព្រមតបមកក៏ពួកវាប្រើប្រាស់ឧបករណ៍សូលកាយនោះវាប្រហាទៅលើហួយហាតែលក្ខណៈថាមិនមែនជាវុធទី10នោះទេពួកគេអាចទប់ទល់បានបន្ទាប់មកក៏ហួយហានឹងចាប់ផ្ដើមក្រវត្តនៅឯທາງអូតុងនឹងឡើងទៅលើគណៈពេទ្យដែលធម្មពលកម្មស្មីពណ៌ក្រហមដែលបាញ់ចេញពីប្រាសាទមរណៈរបស់យេស៊ូនឹងក៏បានតម្រង់ទៅរកនេះក្នុងល្បឿនទាំងលឿនពេលនោះនាងផិតភ័យខ្លាំងណាស់ព្រោះចំហាយនៃធម្មពលគឺខ្លាំងមែនទែនតែហ៊ានប៉ះនឹងអាលីខ្លួនមិនខានសូម្បីតែព្រលឹងក៏មិនសេះសល់ដែរហើយអមជាមួយនឹងព្រលឹងខ្មៅជាច្រើនចេញពីក្នុងនោះទៀតផងហួយហារងចាំអាការល្អនៅពេលដែលវាចូលកាន់តែគិតរាងកាយរបស់ທາງអូតុងមែនទែននឹងគាត់ក៏បានប្រើប្រាស់នៅស្នាទី4គឺផ្លាស់ប្ដូរទីតាំងរបស់គាត់នឹងទៅជាមួយនឹងທາງអូតុងក្នុងពេលនោះហើយរាងកាយរបស់ທາງអូតុងបានផ្លាស់ប្ដូរជាមួយនឹងខ្លួនប្រាណរបស់គាត់មកកាន់ទីតាំងរបស់គាត់ជំនួសវិញហើយពេលនោះគឺនាងបោកភ្នែកយ៉ាងធំដោយសារតែពលឺនៃការរស្មីអាវុធទី10នោះគឺឈ្មោះបរោរាងកាយរបស់ហួយហាបាត់ទៅហើយខ្លួនប្រាណរបស់គាត់ក៏បានអាឡែលួយទៅជាភេទផងមើលវិញមិនឃើញនោះទេបន្សល់តែពលឺពណ៌ក្រហម
แต่ปนធ្វើនាងខឹងជាខ្លាំងបានស្រែកជុំផងបន្ទាប់មកក៏នាងនឹកឃើញទៅដល់សម្ដីរបស់ហូយ៉ាវនឹងក៏បានប្រើប្រាស់នៅកងពលឹងរបស់ខ្លួនបន្ថែមលបឿនហោះឡើងទៅកាន់កំពូលភ្នំក្នុងពេលនោះក៏ប៉ុន្តែមិនទាន់ឡើងទៅដល់កំពូលជាស្ដែងទេអាចជាឈរនៅលក្ខណៈខាងក្រោមសិនណាបាទក៏ពុះក្នុងពេលនោះតែម្ដងហើយយ៉ាងនេះមកហូយ៉ាវបន្ទាប់ទៀតពេលនោះដូចជាអអខោហើយដូចជាធ្លាក់ទៅក្នុងរូបភាពដោយការសុបិនមួយអញ្ចឹងហើយក៏បានសុំទោសទៅកាន់ທາງឧតុងផងដែលគាត់នឹងមិនអាចរក្សានៅការសន្យាបានព្រោះគាត់ដឹងថាមើលទៅគាត់ប្រហែលជាស្លាប់មិនខាននោះទេគណៈពេលដែលពលឹងខ្មោចនោះក៏បានចូលទៅយាយីគាត់ដើម្បីសម្លាប់គាត់ចោលបាទតែនៅពេលដែលចូលទៅសកម្មបញ្ច្រាស់នោះក៏បានផលឡើងបញ្ចេញនៅពលឺរបស់វារំលាយនៅរាងកាយនៃពលឹងខ្មោចទាំងអស់នោះជួយសង្គ្រោះហូយ៉ាវបានដោយជោគជ័យបន្ទាប់មកទៀតក៏អានិលកាជីវិតនឹងបន្ទាប់ពីស្រូបនៅគ្រីស្តាំម្យ៉ាងពីអណ្ដើកមាសរបស់ស៊ុនជីហើយនោះក៏ធ្វើឲ្យធម្មពលនៃនិលកាជីវិតរបស់គាត់នោះកាន់តែខ្លាំងក្លាហើយចាប់ផ្ដើមជីបាលនៅរបួសរបស់គាត់ដែលរងនឹងការវិភាគអំពីកម្មរស្មីនៃអវុធនទី10អំបញ្ញវិញនេះអញ្ចឹងរាងកាយរបស់គាត់ទោះបីជាធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏អាចជួយសង្គ្រោះខ្លួនឯងបានដែរដោយសារតែធម្មពលជីវិតរបស់វាគឺខ្លាំងជាងអវុធនទី10នោះទៅទៀតនៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញរាងកាយរបស់គាត់ក៏បានធ្លាក់ទៅក្រោមក៏ថាទៅនឹងក៏បានចូលទៅជួយសារជាថ្មីពួកគេចូលរងចាំនៅគ្នារបស់ខ្លួននៅផ្នែកខាងទៀតហើយចំណែកនៅផ្នែកខាងទៀតគឺនៅក្នុងច្រកទ្វីខ្មៅរបស់ហូយ៉ាវនឹងដែលហូយ៉ាវឲ្យសិស្សច្បងស៊ូជីរួមជាមួយនឹងជីណាណារួមជាមួយនឹងសមាជិកដទៃទៀតរងចាំពួកគេនៅទីនោះទាល់តែហូយ៉ាវឲ្យសញ្ញាឲ្យពួកគេនឹងចេញមកភ្លាមតែពួកគេមានអារម្មណ៍ថាយូរមែនទែនបាទដែលរងចាំហូយ៉ាវនៅទីនេះហើយពួកគេក៏មិនដឹងថានេះគឺជាកន្លែងណាពិតប្រាកដនោះដែរបើសិនជាហូយ៉ាវមិនហៅពួកគេអាចជាជាប់គ្នានៅទីនេះរហូតហើយចំណែកហូយ៉ាវនិងថៅឧតុងវិញក៏រងនឹងការវិវត្តយ៉ាងខ្លាំងក្លាពីសត្រូវហើយថៅឧតុងក៏បានបើកនៅខាងការពារហូយ៉ាវក៏បានចូលទៅជួយនាងផងដែរនៅពេលដែលប្រជាជនខ្លាំងព្រំមកវិភាគលឹងបោសនោះវិភាគពួកគេកាន់តែខ្លាំងជាងមុនក៏ខែលឈួនអូរបស់ស៊ឺជីនឹងក៏បានចេញមករារាំងបានជោគជ័យហើយពួកគេក៏បានបង្ហាញខ្លួនចេញពីច្រកទ្វារមរណៈពីទ្វារខ្មៅរបស់ហូយ៉ាវមកទាំងអស់ដូចជាមានប្រជាជនបានមិន9នាក់ក៏11នាក់ដែរដែលពេលនេះឈីជីនឹងបញ្ជូនមកជួយហូយ៉ាវនោះហើយសុទ្ធតែជាកម្រិតថៃថលដល់លូទាំងអស់ពួកគេខ្លាំងមែនទែនបន្ទាប់មកហូយ៉ាវក៏ប្រាប់គេទៀតថាត្រូវទៅឡើងដល់កំពូលភ្នំហើយអាវុធថ្នាក់ទី10នោះវានឹងបាញ់ឡើងម្ដងទៀតព្រោះថាវាបានឆាច់ពលពេញលេញអស់ហើយអញ្ចឹងគាត់មានវិធីក្នុងការទប់ទល់ហើយគួរតែធ្វើយ៉ាងម៉េចអញ្ចឹងពួកគេមិនបង្អង់ពេលយូរក៏បានឡើងទៅលើក្នុងពេលនោះហើយហូយ៉ាវបាក់ខែលទប់ទល់បណ្ដាក៏ឈ្មោះទៅកំមុខបណ្ដាជាមួយពួកគេហើយវិភាគពីឧបករណ៍ថ្នាក់ទី9របស់សត្រូវនេះកាន់តែខ្លាំងក្លាឡើងតែយ៉ាងណាក៏ដោយនៅតែមិនអាចជួយឈ្នះពួកគេបានដែរតែចៃដន្យអីក៏អាវុធទី10នោះក៏បានបាញ់នៅធម្មពលកម្មស្មីពណ៌ក្រហមនោះមកម្ដងទៀតស្មានហូយ៉ាវបានរៀបចំរួចជាស្រេចអស់ទៅហើយព្រោះថាឥទ្ធិពលរបស់វាខ្លាំងបំផុតគឺអពលឹងខ្មោចនឹងឯងពួកគេក៏បានគេចផុតដោយជោគជ័យទៅកន្លែងមួយផ្សេងទៀតហើយបន្ទាប់មកក៏បន្សល់នៅពលឹងខ្មោចតែចេញពីកម្មរស្មីនោះក៏ហូយ៉ាវឲ្យជាគីនឹងប្រើប្រាស់នៅដាវដែលមានពលឺរបស់ខ្លួននឹងរំលាយនៅពលឹងខ្មោចនោះបានជោគជ័យពួកគេក៏មានការឡើងទៅកាន់កំពូលភ្នំក្នុងពេលនោះតែម្ដងអញ្ចឹងពេលនេះឧបករណ៍តាមនោះកំពុងតែឆាយធម្មពលម្ដងទៀតមិនអាចប្រើប្រាស់ភ្លាមបាននោះទេហើយនៅពេលដែលឡើងទៅនោះពួកគេមានការងើយឆ្ងល់ជាមួយកន្លែងជាខ្លាំងមិនដឹងថាជាកន្លែងអ្វីនេះទេហើយក៏មិនបានជួបជាមួយនឹងអ្នកណានោះដែរដែលចលងក៏បានឃើញនៅ Sumaster សេរីម្នាក់ដែលនៅទីនោះអញ្ចឹងហូយ៉ាវដឹងថាម្នាក់នោះគឺជាអ្នកណាក៏តែក៏អត់ទាន់មាត់ក៏អ្វីនោះទេក៏បានគិតសួរនាំនាងទៀតថាឌីច្បងគឺមិនមែនជាមនុស្សមកពីអាណាចក្រសូយ៉ាចន្ទ្រីនោះទេអញ្ចឹងឌីច្បងគឺជាមនុស្សល្អអញ្ចឹងក៏បានចង់ឲ្យគាត់នឹងជួយខ្លួនតែនាងក៏តបទៅវិញថាពិតមែនហើយខ្ញុំមិនមែនជាមនុស្សមកពីអាណាចក្រសូយ៉ាចន្ទ្រីនោះទេតែនាងគឺជាមនុស្សមកពីវិហារលឹងបោសុតទៅវិញបាទអញ្ចឹងមិនខុសពីគ្នាប្រហែលនោះឡើយតបមកក៏នាងក៏បានបញ្ចេញនៅផ្កាមួយមានធម្មពលខ្លាំងមែនទែនហើយនាងនឹងវាយវិបហាពួកគេសម្រាប់ពួកគេចោលទាំងអស់គ្នាក៏ប៉ុន្តែនាងមានលក្ខខណ្ឌមួយបើសិនជាមាននរណាអាចទប់ទល់ជាមួយនឹងរបស់នេះបាននាងនឹងទុកជីវិតឲ្យអញ្ចឹងនាងក៏ចាត់ការទៅលើហូយ៉ាវតែម្ដងហូយ៉ាវក៏បានប្រើប្រាស់នៅផ្នែកនៃជោគវិសារបស់គាត់ដើម្បីទប់ទល់បានជោគជ័យធ្វើឲ្យនាងសប្បាយចិត្តខ្លាំងហើយភាពអាចជាមួយសមត្ថភាពរបស់ហូយ៉ាវខ្លាំងមែនទែននាងសឹងតែមិនជឿបានអញ្ចឹងនាងនឹងធ្វើតាមការសន្យាទុកជីវិតឲ្យហូយ៉ាវតែអ្នកនៅខាងក្រោយគឺសិស្សបងស៊ូជីជាងណានៅនឹងសមាជិកដទៃទៀតខាងឧតុងឯហ្នឹងក៏គេត្រូវតែស្លាប់នៅទីនេះទាំងអស់តោះមកហូយ៉ាវក៏បានហៅឈ្មោះគាត់ចំម្ដងថារៀមច្បងនិយាយទៅជួយធ្វើឲ្យនាងភាពអាចខ្លាំងតោះមកក៏បានស្រោមជាងខែរបស់ហូយ៉ាវហ្នឹងជួយចិត្តចាប់បាច់កឡើងជាប់តែគាត់និយាយថាតើឯងគឺជាណាហើយគេឯងស្គាល់ឈ្មោះរបស់យើងហូយ៉ាវក៏បានប្រាប់ដល់ការបេតកនឹងគឺជាសិស្សរបស់ប្រជាមូអិនគ្រាន់តែលើមូអិនភ្លាមធ្វើនាងខឹងជាខ្លាំងអញ្ចឹងគឺនាងចង់សម្លាប់មូអិនខ្លាំងណាស់សូម្បីតែសិស្សរបស់គាត់ក៏ដោយនាងមិនខ្វល់នោះទេនាងលែងគោរពនឹងសារសន្យាហើយនាងត្រូវតែសម្លាប់ហូយ៉ាវឯណារបស់គាត់ចោលក្នុងពេលនោះតបមកដៃម្ខាងទៀតនឹងក៏បានស្រូបនឹងធម្មពលមួយយ៉ាងចាត់ការទៅលើហូយ៉ាវដែលបញ្ចេញនូវផ្សែងខ្មៅរួមទាំងកាយរបស់គាត់ជាមួយនឹងភ្លើងខ្មៅជាច្រើនបន្ទាប់ពីសម្លាប់ហូយ៉ាវហើយគឺរាងកាយរបស់ហូយ៉ាវដូចជាខ្មៅស្លេកងាងអញ្ចឹងហើយក៏បានកវត្តសាកសពទៅខាងក្រោយវិញតែគណៈពេលនោះកាយភ្នែករបស់ហូយ៉ាវក៏បានផ្លាស់ប្ដូរដូចជាត្រូវបានគ្រប់គ្រងដោយសត្វនាគរាជដែលតាមពិតទៅគឺទីធានក៏បានដឹងថាហូយ៉ាវកំពុងតែធ្វើអ្វីហើយហូយ៉ាវក៏ស្ថិតនៅក្នុងគ្រោះថ្នាក់ដូចគ្នាអញ្ចឹងគាត់បានបញ្ជួយហូយ៉ាវក្នុងពេលនោះដែលបានគ្រប់គ្រងទៅលើរាងកាយរបស់ហូយ៉ាវទាំងស្រុងទោះបីជាសកម្មបញ្ច្រាស់របស់បំផ្លាញក៏ដោយហើយ
អ្វីនេះក៏ទីធាននឹងកំពុងតែប្រឈមមុខជាមួយនឹងយេស៊ូជួយដែលផ្ទាល់យេស៊ូមានការផ្អើលខ្លាំងមែនទែនមិននឹកស្មានថានោះគឺជាទីធានហើយទីធានគឺខ្លាំងជាងយេស៊ូជួយទៅទៀតហើយឈុតឆាកនៃការប្រយុទ្ធគ្នាក៏បានចាប់ផ្ដើមក្នុងពេលនោះហើយចូលទៅដល់ភាគបន្តទៀតតែម្ដងអាចជាអាទិត្យក្រោយ